សួស្តីអ្នកទាំងអស់គ្នានេះគឺជារូបភាពនៅក្នុងវត្តឧត្តមពលវាហៅវត្តលវាដែលមានទីតាំងនៅក្នុងឃុំលវាស្រុកបវលខេត្តបាត់ដំបងនេះគឺជារូបភាពស្អាតនៅក្នុងវត្តដែលយើងអាចនាំគ្នាមកលេងកម្សាន្តនៅរដូវចូលឆ្នាំបានសូមស្វាគមន៍មកកាន់វត្តឧត្តមពលវានេះគឺជារចនាបថនៃការរៀបចំតុបតែងខាងក្នុងស្អាតណាបងប្អូនចូលទៅមើលខាងក្នុងបងប្អូនអាចថតរូបលេងកម្សាន្តកន្លែងផ្សេងគ្នានឹងការដាក់តាំងបង្ហាញនៅរបស់របរដែលមានពីកាលមុនដូចជាមានប្រដាប់បកស្រូវពីសម័យមុនណាសម័យមុនយើងប្រើនេះបកស្រូវបករបៀបបកអីចេញនេះរូបបេះដូងធំសម្រាប់អង្គុយថតកម្សាន្តនៅពេលដែលយើងមកលេងវត្តយើងមានខាងក្នុងនេះគឺជាកន្លែងពូនភ្នំខ្សាច់មានរូបព្រះបដិមាក្នុងខ្សាច់តមកទៀតយើងអាចដើរចូលទៅខាងក្នុងផ្សេងទៀតនោះមានកន្លែងយើងអាចអង្គុយថតការប្រគំតន្ត្រីលេងភ្លេងរនាតចាប៉ីនេះនឹងបង្ហាញអំពីផ្ទាំងគំនូនេះជាផ្ទាំងគំនូបុរាណអាទេសនេះអាទេសសម័យមុននេះឥឡូវអស់ហើយពងទឹកត្នោតទ្រូនេះរទេសពីសម័យបុរាណដែលយើងប្រើសម្រាប់ដឹកនេះបញ្ជូនរបស់របរជូនភោគផលកសិកម្មនេះរនាតឯកហើយនឹងឧបករណ៍នេះនេសាទឧបករណ៍កសិកម្មរូបខាងក្រោយនោះសនោះរូបចប៉ីធំនេះស្រស់ស្អាតមែនទែនព័ទ្ធដោយស្លឹកត្នោតព័ទ្ធជុំវិញយ៉ាងស្រស់ស្អាតនោះសិនជាឧបករណ៍នេសាទព្រៃនោះមានជាលមានទ្រូមានអីហ្នឹងនេះមានមុខស្លឹកត្នោតប្រទេសស្អាតបងប្អូនយើងអាចមកថតកម្សាន្តបាននៅរដូវចូលឆ្នាំខ្មែរយើងនេះស្អាតណាស់នៅសំថតកន្លែងបេះដូងមួយមើលខ្វះកន្លែងថតទេបងប្អូនពេលដែលយើងមកវត្តចូលចង្ហាន់មកប្រគេនព្រះសង្ឃរួចយើងអាចចូលថតលេងកម្សាន្តបានមានសកម្មភាពនេះក្មេងៗប្រគំតន្ត្រីបែងប្រជាប្រិយការសម្ដែងតន្ត្រីបុរាណជាច្រើនទៀតនេះសិតតកូនសិស្សត្រៀមវឹកហាត់ឡើងឆាកសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាកុំភ្លេចមកលេងវត្តឧត្តមពលវាហៅវត្តលវា